សួស្តីចាថ្ងៃនេះមកធ្វើជ្រក់ផ្កាស្នោទៀតហើយពុកម៉ែបងប្អូនធ្វើដូចតែមុននឹងឯងដាំទឹកហើយក៏មកលាយជាមួយស្ករជាមួយនឹងអំបិលទៅធ្វើទឹកមួយកំសៀវចឹងយើងប្រើអំបិលមួយវែកខ្ញុំប្រើជាប្រភេទអំបិលម៉ត់ហើយស្ករដាក់អត់ដល់ដាក់កន្លះវែកចឹងគឺបានហើយបើពុកម៉ែបងប្អូនចូលចិត្តប៊ីចេងដាក់ប៊ីចេងទៅតាមចំណង់ចំណូលចិត្តបើនិយាយពីរឿងជ្រក់ផ្កាស្នោនឹងអត់មានចេះតោះទេពុកម៉ែបងប្អូនបើចង់ទុកឲ្យបានយូរដាក់ឲ្យប្រៃបើចង់ឆាប់បានញ៉ាំគឺដាក់ឲ្យរៀងសាបបន្តិចទៅគឺបានហើយបែបងាយលឿនធ្វើមួយថ្ងៃបានញ៉ាំហើយតែបើយើងចង់ទុកឲ្យបានយូរគឺយើងដាក់ឲ្យប្រៃទៅដាក់ទាំងហុយក្តៅពងតែម្ដងនិយាយទៅនឹងខ្ញុំធ្វើជ្រក់ចូលចិត្តធ្វើនឹងចាន់ដែកធ្វើក្នុងចាន់ដែកហើយចាំផ្ទេចូលកន្លកែវធ្វើបែបហ្នឹងគឺលេងបានសព្វល្អហើយមិនធ្វើឲ្យក្រឡកែវយើងនឹងប្រេះទៀតបើយើងដាក់រៀបក្នុងកន្លកែវទាំងដងវាអត់សព្វទេម៉ែបងប្អូនយើងលេងទៅគឺអត់សព្វទេហើយថ្ងៃនេះគឺនឹងខ្ញុំមានផ្កាស្នោគឺនឹងខ្ញុំដាក់តែមួយចានទេដោយសារតែផ្កាស្នោវាទៅតែចាប់ដើមផ្កាហើយមិនមានច្រើនណាមួយគឺនឹងខ្ញុំធ្វើពីរមុខថ្ងៃនេះគឺនឹងខ្ញុំធ្វើភ្លាផ្កាស្នោជាមួយនឹងត្រីស្ទឹងយើងផងហើយនឹងខ្ញុំក៏មកធ្វើជាមួយនឹងជ្រក់ផ្កាស្នោមួយមុខទៀតដោយសារតែខានញ៉ាំយូរឲ្យតែមានគឺនៅឃើញធ្វើជ្រក់ហើយបើបានច្រើនយើងនេះបន្តិចរឹតតែល្អតែដូចរឿងស្ទើផ្កាស្នោបន្តិចតែមិនថ្មីទេយើងអាចជ្រក់តែតសក់ក៏បានឆ្ងាញ់ដែរហើយតសក់ឥឡូវក៏មានតម្លៃធូរថ្លៃដែរពុកម៉ែបងប្អូនតសក់ឥឡូវធ្លាក់ថ្លៃហើយតសក់បែបនេះគឺនៅតែ 1000 ទេពុកម៉ែបងប្អូនបើល្អ1គីឡូ 2500នឹងស្រាងតែម្ដងតែនេះខ្ញុំយកមកធ្វើជ្រក់អញ្ចឹងមិនបាច់ល្អពេកទេគឺប៉ុណ្ណេះគឺសមរម្យហើយងាយលឿនតែប៉ុណ្្នឹងគឺជាការស្រេចហើយយើងផ្ទេចូលកន្លកែវក៏បានមិនផ្ទេក៏បានយើងដាក់បែបនេះទៅហើយយើងយកទៅទុកនៅកន្លែងធម្មតាទៅរងចាំស្អែកឡើងគឺរួចជាស្រេចតែជ្រក់ផ្កាស្នោបើយើងយកទៅសក់ធំពេកពុកម៉ែបងប្អូនផ្កាស្នោនឹងសណ្ដែកបណ្ដុះគឺជូរមុនតែបើយើងយករៀងតូចចឹងទៅវាប្រឡាស់ប្រកម្មគ្នាគឺអាចទទួលយកបានរសជាតិដូចអាពេលមុនណានេះខ្ញុំយកទៅសក់រៀងធំដល់ពេលចឹងទៅតសក់នឹងអត់តន់ជូរទេតែផ្កាស្នោជូរមុនហើយចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនការធ្វើជ្រក់របស់នាងខ្ញុំគឺបែបលឿនរហ័សតែប៉ុណ្្នឹងឯងចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណនិងសូមជម្រាបលា